ចាសសូមជម្រាបសួរពុកម៉ែបងប្អូនមេទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើឆាខ្ញីជាមួយនឹងសាច់ជ្រូកបីជាន់ចែកជូនបងប្អូនទស្សនាទាំងអស់គ្នាហើយគ្រឿងផ្សំរបស់យើងគឺមានដូចជាខ្ញីចំនួន2ខាំបងប្អូនខ្ញីនេះយើងទិញមកគឺគេហាន់រួចហើយបងប្អូនណាហើយស្លឹកខ្ទឹមមានចំនួន3ដើមហើយសាច់ជ្រូកបីជាន់មានទម្ងន់កន្លះគីឡូហើយយើងប្រឡាក់ខ្លះបងប្អូនយើងអត់ឆាទាំងអស់ទេណាចាឥឡូវយើងយកខ្ញីសាច់ជ្រូកនិងស្លឹកខ្ទឹមហ្នឹងយកទៅលាងទឹកឲ្យស្អាតមកហើយខ្ញីនេះផងដែរនេះខ្ញុំលាងសម្អាតពីទឹកបងប្អូនដើម្បីឲ្យវាប្រកបថាស្អាតល្អចាបន្ទាប់ពីលាងស្អាតហើយយើងទុកឲ្យស្រស់ទឹកសិនទៅបងប្អូនហើយឥឡូវនេះខ្ញុំមកដំខ្ទឹមសមុនដើម្បីកុំឲ្យវាប្រឡាក់ជ្រុញណាហើយខ្ទឹមសនេះខ្ញុំដាក់ចំនួន5កំពឹសតូចៗហើយយើងច្រាំឲ្យល្អិតមកណាបន្ទាប់មកសាច់ជ្រូករបស់យើងនឹងនេះខ្ញុំយកទៅហាន់ឆាពាក់កណ្ដាលបងប្អូនពាក់កណ្ដាលទេនេះខ្ញុំទុកប្រឡាក់ទុកពេលល្ងាចណាហើយយើងហាន់សាច់ជ្រូកឲ្យរាងស្ដើងល្មមណាបងប្អូនតិចយើងយកទៅចិញ្ច្រាំខ្លះដើម្បីពេលយើងចិញ្ច្រាំទៅគឺឆាទៅចូលជាតិឆ្ងាញ់ណាបងប្អូនយើងអត់ចិញ្ច្រាំម៉ត់ពេកទេបងប្អូនយើងច្រាំមកល្មមទៅដើម្បីឲ្យសាច់យើងទន់ល្អបើច្រាំម៉ត់ពេកក៏មិនសូវជាឆ្ងាញ់ពេកដែរបងប្អូនហើយយើងច្រាំមកល្មមមកចំណែកស្លឹកខ្ទឹមនេះខ្ញុំហាន់ជាចំណិតបងប្អូនយើងទុកពេលម្ហូបយើងឆ្អិនគឺយើងរោយពីលើទៅគឺធ្វើឲ្យម្ហូបរបស់យើងគឺកាន់តែឈ្ងុយថែមមួយកម្រិតទៀតណាហើយសាច់ជ្រូកនៅសពាក់កណ្ដាលនេះខ្ញុំយកមកវះធ្វើប្រឡាក់បងប្អូនចាយើងវះកុំឲ្យក្រាស់ពេកកុំឲ្យស្ដើងពេកមកល្មមទៅបងប្អូនដើម្បីប្រឡាក់ទៅចូលជាតិឆ្ងាញ់ណាតោះមកនេះខ្ញុំដាក់ប៊ីចេងមួយចុងស្លាបព្រាបាយស្ករសមួយស្លាបព្រាបាយជាងបន្តិចទៅអំបិលបន្តិចទឹកត្រីបន្តិចប្រេងខ្យងបន្តិចទឹកស៊ីអ៊ីវបន្តិចផងដែរហើយយើងកូរច្របល់វាត្រឡប់ទៅត្រឡប់មកទៅបងប្អូនការច្បាច់ដៃអញ្ចឹងទៅគឺវាចូលជាតិបានល្អបន្ទាប់មកនេះខ្ញុំមកចាប់ដើមឆាខ្ញីយើងតែម្ដងជាដំបូងយើងរំលីងខ្ទឹមសឲ្យឡើងឈ្ងុយឡើងក្លាត់បន្តិចសិនមកបន្ទាប់មកដាក់សាច់ជ្រូកចូលហើយរំលីងសាច់របស់យើងឲ្យឡើងឈ្ងុយឡើងឆ្អិនសិនណាបងប្អូនចាំយើងដាក់គ្រឿងទេសយើងតាមក្រោយបន្ទាប់ពីសាច់របស់យើងគឺឆ្អិនល្អហើយយើងដាក់ប៊ីចេងមួយចុងស្លាបព្រាបាយស្ករក្រហមមួយស្លាបព្រាបាយកន្លះប្រេងខ្យងបន្តិចទឹកត្រីបន្តិចទឹកស៊ីអ៊ីវបន្តិចផងដែរហើយយើងកូរត្រឡប់ទៅត្រឡប់មកឲ្យសព្វគ្រឿងចូលជាមួយនឹងសាច់យើងបានល្អបន្ទាប់មកយើងដាក់ខ្ញីចូលតែម្ដងហើយយើងត្រឡប់ទៅត្រឡប់មកឲ្យខ្ញីចូលសព្វជាមួយនឹងសាច់របស់យើងណាតែខ្ញីរៀងទ្រមបន្តិចហើយនេះខ្ញុំដាក់ទឹកប្រហែលជាមួយកាវបងប្អូនរំងាស់វាប្រហែលជាមួយស្វក់សិនទៅដើម្បីឲ្យខ្ញីនិងសាច់របស់យើងគឺផុយល្អ
ហើយយើងភ្លក់មើលទៅស្ទើរអីថែមនំទៅហ្នឹងតាមចំណង់ចំណូលចិត្តបងប្អូនណាហើយម្ហូបរបស់យើងគឺឆ្អិនហើយរសជាតិគឺល្មមឆ្ងាញ់តែម្ដងហើយយើងរោយស្លឹកខ្ទឹមពីលើទៅរួចជាការស្រេចអរគុណបងប្អូនដែលតាមដានវីដេអូនេះខ្ញុំកុំភ្លេចជួយ like ជួយ share និង subscribe channel របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតពីរបៀបធ្វើម្ហូបខ្មែររបស់យើងបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ